ពាក្យកូរ៉េเป็นนิยมประจำ K-pop និង K-drama ត្រូវបានដាក់បញ្ចូលនៅក្នុងវចនានុក្រម Oxford English Dictionary វប្បធម៌សិល្បៈកូរ៉េខាងត្បូងពិតជាជះឥទ្ធិពលបណ្ដាហើយនៅលើពិភពលោកជាពិសេសសម្ដៅការប្រើប្រាស់ពាក្យពេចន៍នៅក្នុងការតាក់ទងគ្នាក៏មានការសាយភាយហោហែដែរដល់ថ្នាក់សំបីវចនានុក្រម Oxford English Dictionary បានធ្វើបច្ចុប្បន្នភាពឬក៏អាប់ដេតពាក្យមួយចំនួនរបស់កូរ៉េចូលទៅក្នុងបញ្ជីផងដែរនេះបើយោងតាម website ផ្លូវការរបស់ The Oxford English Dictionary ឬ OED បានឲ្យដឹងថាពាក្យថ្មីចំនួន 1650 ពាក្យត្រូវបានដាក់បញ្ចូលនៅក្នុងវចនានុក្រមដោយនៅក្នុងនោះមាន10ពាក្យកូរ៉េដែលពេញនិយមនិយាយនៅក្នុងពិភព K-pop និង K-drama 1. Ekyo សំដៅទៅលើមន្តស្នេហ៍ភាពតាក់ទាញនិងភាពគួរឲ្យស្រឡាញ់និងអាកប្បកិរិយាបែបcute 2. Daebak បញ្ជាក់ពីអារម្មណ៍ភ្ញាក់ផ្អើលនិងអស្ចារ្យ 3. Fighting មានន័យថាបញ្ជាក់ពីការលើកទឹកចិត្តគាំទ្រអ្នកណាម្នាក់ពេញទំហឹងឲ្យស៊ូនិងប្រឹងឲ្យបានសម្រេច 4. Hallyu សំដៅដល់វប្បធម៌សិល្បៈនៅប្រទេសកូរ៉េខាងត្បូងរួមទាំងពីតន្ត្រីភាពយន្តទូរទស្សន៍ Fashion និងអាហារជាដើម 5. Hanbok នេះគឺជាឈុតប្រពៃណីកូរ៉េដែលមានអាវដៃវែងឬអាវធំនិងសំពត់វែងចង្កេះខ្ពស់សម្រាប់ស្ត្រីឬខោរលុងសម្រាប់បុរសជាធម្មតាស្លៀកនៅក្នុងឱកាសផ្លូវការឬក៏ពិធីផ្សេងប៉ុន្តែឈុតនេះក៏ត្រូវបានតារា K-pop យកមកច្នៃជាសម័យពេលឡើងសម្ដែងនៅលើឆាកជារឿយៗដែរ 6. K-drama សំដៅដល់រឿងភាគកូរ៉េដែលចាក់បញ្ចាំងនៅលើទូរទស្សន៍ហើយនេះក៏ជាពាក្យដែលអ្នកស្នេហាវិស័យភាពយន្តកូរ៉េឮឡើងសមត្រជាក់ទៅហើយ 7. Manhwa វាគឺជាប្រភេទសៀវភៅរឿងតុក្កតាឬក៏សៀវភៅរឿងប្រឡោមលោកដែលមានគំនូរជីវចលស្រដៀងទៅនឹងតុក្កតាជប៉ុនដែលជាទូទៅគេហៅថា manga 8. Mukbang មុខមានន័យថាញ៉ាំបាំងចេញពីពាក្យពេញថាបាំងសុងដែលមានន័យថាផ្សាយផ្ទាល់ដូច្នេះពាក្យថាមុខបាំងគឺសំដៅដល់វីដេអូ live ផ្ទាល់ដែលមានអ្នកញ៉ាំអាហារដ៏ច្រើននិងជជែកលេងជាមួយនឹងអ្នកគាំទ្រកំពុងទស្សនា 9. Nuna ឬ Onni មានន័យថាបងស្រីដូចគ្នាប៉ុន្តែប្រើនៅក្នុងកលៈទេសៈផ្សេងគ្នា Nuna គឺជាពាក្យសម្រាប់មនុស្សប្រុសហើយនារីដែលមានវ័យច្រើនជាង Onni ពាក្យសម្រាប់មនុស្សស្រីហៅមនុស្សស្រីគ្នាឯងដែលមានវ័យច្រើនជាង Yo! 언니! 지선님? 지선님? 아이 지선님! 10. Upa និង Hyung មានន័យថាបងប្រុសដូចគ្នាប៉ុន្តែប្រើនៅក្នុងកលៈទេសៈផ្សេងគ្នា Opa គឺជាពាក្យដែលមនុស្សស្រីហៅមនុស្សប្រុសដែលមានវ័យច្រើនជាង Hyung គឺជាពាក្យសម្រាប់មនុស្សប្រុសហៅមនុស្សប្រុសគ្នាឯងដែលមានវ័យច្រើនជាង 자 남준이 형 지금 신발 벗었어요. 태영이 형을 데리고 올래.